រាល់ថ្ងៃយមរាជតែងតែដើរលបមើលតើណាធ្វើបាបច្រើនដល់អាយុគេប្រមូលទៅវិញគេប្រមូលហើយថ្ងៃនេះយមរាជមកទៀតហើយរយណាមឃើញតពេនេះកំពុងដេកចាប់តពេនឹងហ្មងទៅចាប់យកទៅមិនយកទៅឲ្យយមរាជយកទៅឲ្យប្អិនសួរថាណែឯងមកពីណាខ្ញុំធ្វើបន់ឆ្លងមកកាប់ឈើកាប់អស់កាប់វល្លិស្រាប់តែដេកលក់គេចាប់ខ្ញុំមកខ្ញុំនិយាយរឿងឲ្យស្ដាប់ណែមានពីមុនមកអ្នកធ្វើកត់ធ្វើសាលាហើយមិនព្រមលះបង់ឲ្យដាច់ពីរបស់ខ្លួននេះនៅតែសាលាអញកត់អញសាលាអញកត់អញដល់តែស្លាប់ទៅអារម្មណ៍ជាប់ជំពាក់ទៅកើតជាកលាបជីងចក់នឹងកត់នឹងមានអ្នកជីកដូងជីកស្រះហើយអត់ដាក់ឲ្យគេប្រើប្រាស់ជាសាធារណៈទេនៅតែស្រះអញដូងអញស្រះអញដូងអញដល់តែស្លាប់ទៅកើតណែជាសត្វអង្កែបមាត់កវ៉ែតដេកនឹងមាត់ស្រះនឹងមានអ្នកដាំដើមពោអញមិនចង់ឲ្យគេជ្រកមិនចង់ឲ្យគេប្រើប្រាស់ដល់តែស្លាប់ទៅកើតជាសត្វរាជសីមកដេកយាមដើមពោហ្នឹងមានអ្នកមានកូនមិនធ្វើពិធីដើម្បីកូនដូចជាតលាក់ជាក្រានបកក់កូនចេញខែចៅកាត់សក់បកក់សេរីកោជុកបួននេះអីអត់មានធ្វើទេម្ល៉េះហើយអាកូនល្អលែងមកកើតជាមួយអស់មានអ្នករៀនមានចំណេះចេះដឹងពីគ្រូនេះពីគ្រូនោះខ្លាចអន់និយាយពង្រៀងថាខ្ញុំមិនមែនចេះពីគ្រូនឹងទេមិនមែនចេះពីគ្រូនោះទេខ្ញុំចេះខ្លួនឯងខ្ញុំររៀនពីនោះពីនេះមកឲ្យវាឡូវជាងនឹងនោះស្រាប់តែតទៅមុខរៀនអីលែងចេះផ្លេចគុណគ្រូរៀនអីលែងចេះប្រអិននិយាយរឿងរ៉ាវវែងឆ្ងាយចប់ទៅបានណែយមប្របាលគេគ្មានទោសទេយកគេត្រឡប់ទៅវិញគេធ្វើបន់ឆ្លងតាឲ្យគេទៅធ្វើបន់វិញយមប្របាលក៏ចាប់គាត់មកដល់បញ្ចូលភ្លុចក្នុងរូបរាងកាយគាត់កំពុងដេកស្ពីងនឹងភ្ញាក់ដឹងខ្លួនយីអញយល់សពតើយល់សពហ្នឹងខ្លះគេហៅផ្លឹកព្រោះវាយល់សពធ្ងន់ណាប្រអិនយកព្រលឹងទៅសួរទៅហើយដូច្នេះត្រឡប់មកដល់ផ្ទះយករឿងហ្នឹងមកតណាលប្រាប់ប្រពន្ធហ្នឹងទុកមាត់មិនសក់ក្អែកមួយជាក្អែក10និយាយតគ្នារហូតដល់យើងចេះទាំងអស់គ្នាដែរហ្នឹងហើយអញ្ចឹងបានយើងនិយាយថាมันបានឆ្លងខ្លាចកើតជាកលាបជីចក់មកពីរឿងហ្នឹងហើយចោះបើសិនជាយើងមិនបានឆ្លងមែនវាអាចកើតអញ្ចឹងមែនអីអត់បើតាមធម៌នោះវាថាអាចដែរទេសៈភិក្ខុរៀបស្លាប់ទៅស្ដាយជាពោអញថ្មីជាពោអញល្អស្លាប់ទៅកើតជាចៃខ្មោចនៅនឹងជាពោសេដ្ឋីម្នាក់រៀបស្លាប់ទៅអញស្ដាយអំពៅមិនទាន់បានកាច់ទៅប្រគេនលោកផងស្រាប់តែអារម្មណ៍ជាប់ជាមួយអំពៅស្លាប់ទៅកើតជាតង្កូវនៅដើមអំពៅម្ដាយឪពុកខ្លះអាឡោះអាឡៃកូនចៅគេបបួលទៅសិលមិនទៅទេទៅបន់មិនទៅទេគ្មានណានៅមើលកូនមើលចៅស្លាប់ទៅកើតជាប្រែតក្បែរផ្ទះស្រីម្នាក់នោះមកពីរស់ស៊ីចំនួនខ្លាចចោលប្លន់យកទ្រព្យទម្លាក់បោះក្នុងព្រៃអារម្មណ៍ជាប់ជាមួយទ្រព្យហ្នឹងដល់តែស្លាប់ទៅកើតជាប្រែតថែរក្សាទ្រព្យហ្នឹងអាខ្លួនអត់បានចាយហើយកើតជាប្រែតរក្សាទ្រព្យនឹងទៀតហើយក៏មានអ្នកខ្លះស្ដាយបន្លែគេឲ្យទៅវត្តទៅសិលហេតែអញទៅអត់មានណាមើលបន្លែអញមុខតែខ្ទេចខ្ទីអស់ហើយស្រាប់តែថាបើរវល់បន្លែរវល់ប៉ុន្តែកុំឲ្យដល់ថ្ងៃស្លាប់ទៅជាប់ដែរប្រយ័ត្នតែតកៅនៅនឹងបន្លែអានឹងវាមានអញ្ចឹងដែរដោយសារជីវ័នចិត្តចុងក្រោយជាប់ជាពាក់ឬក៏មួយទៀតគេហៅថាសម្ភវេសីសៈកំណើតកើតបដោះអាសន្នអ្នកខ្លះស្លាប់ទៅដូចជាខោសកៈទេវបុត្រទៅណាកើតជាឆ្កែពីមុនមកជាមនុស្សដើរទៅក្បែរផ្ទះសេដ្ឋីរកការងារធ្វើអត់បានសោះអត់អីស៊ីអស់កម្លាំងពេករកការងារធ្វើមិនបានដេកក្បែរលបងផ្ទះសេដ្ឋីឃើញគេយកបាយមកឲ្យឆ្កែហើយបាយឆ្កែសិតតែសាច់ឯងនេះមនុស្សប៉ិនមនុស្សរកអីស៊ីគ្មានឆ្កែសេដ្ឋីស៊ីសិតតែសាច់វិញអញបើបានកើតជាឆ្កែសេដ្ឋីក៏គ្រាន់បើដែរវិញគាត់នឹកអញ្ចឹងខ្យល់ចាប់យប់នឹងស្លាប់ទៅកើតជាកូនឆ្កែនងមែនវាមានអញ្ចឹងខ្ញុំមើលគាត់អារម្មណ៍វាទាញអញ្ចឹងទៅពីអ្នកប្តីប្រពន្ធអាឡៃងូតទឹកសាសងគ្នាបាច់ទឹកដាក់គ្នាស្អុយកក្អឹកទៅវិញទៅមកគេច្រៀងឆ្លងឆ្លើយគ្នាប្រពន្ធនោះច្រៀងដាក់មាត់ក្បែរទឹកដូចហ៊ីងយំប្តីថាមើលប្រពន្ធអញច្រៀងសលេងដូចហ៊ីងស្រាប់តែខ្យល់កស្លាប់ប្តីទៅកើតជាកូនហ៊ីងអញ្ចឹងអានេះគេហៅថាសម្ភវេសីសៈកំណើតវាអាចទាញទៅមួយរយៈដែលអារម្មណ៍ជាប់ជំពាក់ប៉ុន្តែមួយទៀតសេចក្តីកំណាញ់គឺវាជាប់ជាពាក់អញ្ចឹងបានជាគេឲ្យឆ្លងនឹងឲ្យផុតពីអញផុតពីកំណាញ់ផុតពីមច្ឆរិយៈមិនចាំតែធ្វើបុណ្យនេះឲ្យតែលះចិត្តឲ្យស្អាតគឺឆ្លងរួចហើយដោយដាក់បាតលោកអញ្ចឹងមិនចាំបាច់ពហុទេវាអីមិនចាំបាច់ឆ្លងអីឲ្យតែចិត្តឈប់ជារបស់អញឆ្លងត្រឹមប៉ុណ្ណឹងណាញោមណា
cho bơi chlong thầm bản năng mạch chạm bạch thưa bon nói lôi cái kia thế ấy tiệt à bơm thưa bon mạch bàn là khảo mớ đó nhom